Assalamualaikum warahmatullahi wabarakatuh ជំរាបសួរដូចជាសួស្តីអ្នកទាំងអស់គ្នាដែលមកកាន់វីដេអូនេះហើយនេះជាវីដេអូមិនមែនអានសិភៅគឺវីដេអូដែលរំលឹកមេរៀនដែលអានបន្ទាប់ពីយើងបានអានសិភៅ Fiqh Kitab Al-Iqrar ឥឡូវយើងមករំលឹកអ្វីដែលយើងចាំដើម្បីជាជំនួយខ្ញុំនឹងយក Kitab Manzumah ដែលខ្ញុំធ្លាប់ទន្ទិញកាលខ្ញុំរៀននៅថ្នាក់ទី10មកបកស្រាយតាមដែលខ្ញុំអាចបកស្រាយបានហើយ Manzumah នេះគឺរៀបរៀងដោយAbi Suhail Anwar Abdullah Ibn Abdurrahman Al-Fatfari ហើយត្រូវបានយកចិត្តទុកដាក់ពីសំណាក់ Sheikh Amir Bahjat Al-Hambali ខ្ញុំធ្លាប់តាមដានហើយរៀនជាមួយគាត់កាលថ្នាក់ទី10ឥឡូវយើងរំលឹកអ្វីដែលយើងបានអាននៅ Kitab Al-Iqrar Kitab Al-Iqrar qala al-Nadhim Kitab Al-Iqrar Iqraru shakhsin i'tirafuhu bihaqq fayuqadul muqirru billadhi istahaqqa wa sahha min mukallafin mukhtari di rasyadin wa kana min ihrari amma al-maridu faqbali iqrarahu lil ajnabiyyin faqbali នៅក្នុងមន្សុមាសនេះគឺគាត់ចាប់ដើមពីពាក្យច្រើនគឺចាប់ដើមពីការតារីហ្វអ៊ីស្ទីឡាហ៍អត្ថន័យនៃ fiqh នៃអត្ថន័យនៃ mustalahat fiqhiyah គាត់ថា iqraru shakhsin i'tirafuhu bihaqq មានន័យថាការសារភាពរបស់បុគ្គលណាម្នាក់គឺមានន័យថាគឺការទទួលស្គាល់នៅអ្វីដែលគេមានហេតុចំពោះអ្នកដទៃនៅអ្វីដែលគេជំពាក់ជំពិនទៅកាន់អ្នកដទៃឃ្លានេះស្តៀងទៅនឹងគីតាបយ៉ាងអាន Iqraru shakhs al-Iqrar Iqrar នៅគីតាបយ៉ាងអានi'tirafu mukallafin mukhtar Fima ladal akhar ស្តៀងទៅនឹងឬក៏ស្តៀងនឹងដែរអូខេតើទៀត الناظم قال الناظم فيؤخذ المقر بالذي استحق ហើយ Iqrar អ្នកដែលសារភាពគឺគេកាត់ក្តីគឺតាមដែលគាត់បានសារភាព Yukhas គឺគេយកទុះនៅអ្វីដែលគាត់បាននឹងត្រូវទទួលរងនៅអ្វីដែលគាត់បានសារភាព Fayuqadul muqirru billadhi istahaqqa បានន័យថា Iqrar គឺជាហុច្ចេះដោយគេថា Iqrar ការសារភាពគឺជា Sayyid Adillah គឺជាបងធំនៃអត់តែងឃ្លានេះដូចអត់មានយ៉ាងអត់ទាន់បានអាននៅគីតាបទេដូចបានរំលងចោលوصح من مكلف مختار ذي رشد وكان من إحرار ហើយ Iqrar នេះគឺត្រឹមត្រូវនឹងសេះបើសិនបើចេញពីអ្នកដែល mukallaf អ្នកដែល baligh aqil mukallaf គឺអ្នកដែលគ្រប់អាយុដែលគេយកទុ aqil គឺមានសតិសាមញ្ញសតិបញ្ញាធម្មតា
صح من مكلف مختاري គឺជាជំរើសគាត់មកសារភាពដោយការជំរើសរបស់គាត់មិនត្រូវបានបង្ខំ Mukhtar di Rashadin គឺអ្នកដែលមានការឆ្លៀសវៃទីពីអ្នកដែល Safi គឺគេមានទទួលយកការសារភាពរបស់គាត់នៅដែលតាក់ទងទៅនឹងទ្រព្យសម្បត្តិថាគាត់ជាពាក្យអ្នកដតីឡើយ Safi គឺដូចក្នុងវីដេអូយ៉ាងអានគឺអ្នកដែល Safi អ្នកដែលគេបែនមិនអោយទិញលក់ដោយសារគាត់អត់ចាស់ទិញលក់ត្រូវចេញបោកគេច្រើនដងមកពីគាត់នៅក្មេងពេកឬក៏គាត់គឺជាមនុស្សឆ្កួតជាដើមអូខេតទៅទៀត di Rashadin wa kana min ihrari នេះដូចក្នុងសិភៅយ៉ាងអានគឺជាបណ្ដុំនៃលក្ខខណ្ឌដែលគេទទួលយកការសារភាព Mukallafin Mukhtar di Rashadin wa kana min ihrari ទី4នេះគឺដូចក្នុងសិភៅយ៉ាងអានដូចអត់មានទេគឺក្នុងគិតាបនេះក្នុង Manzumah នេះគឺតម្រូវឲ្យថាចង់ថាលក្ខខណ្ឌនៃការសារភាពគឺត្រូវតែចេញពីអ្នកដែលមិនបានជាខ្ញុំរបស់គេគឺជា Hur wa kana min ihrari ទី4ទី5 fi sihhatin ហើយនៅពេលដែលគាត់សារភាពនោះគឺគាត់នៅក្នុងខណៈពេលដែលគាត់មានសុខភាពល្អមិនបានជំងឺស្លាប់នោះឡើយដូចពីលក្ខខណ្ឌខាងក្រោយនេះអត់មានលើកឡើងនៅគីតាប Ad-Dalail wal Isharat ដែលយើងអាននោះទេអូខេតទៅទៀត fi sihhatin أما المريض فاقبلي إقراره لأجنبي واعملي الناظم قد أما المريض ចំណែកអ្នកដែលឈឺជំងឺស្លាប់ Maradul Maut Maradul Makhuf គឺគេទទួលយកការសារភាពនៃគាត់ចង់បានថាសារភាពទាក់ទងទៅនឹងលុយកាក់ថាជំពាក់អ្នកដតីគឺសារភាពបាន Faqbali iqraruhu li ajnabiyyin wa'mali អាចទទួលយកជាការបានអត្ថន័យវាគឺចង់ថាអ្នកដែលមិនបានអជ្នពីអ្នកដែលអជ្នពីគឺផ្ទុយពីអ្នកដែល waris គឺចង់បានន័យថាអ្នកដែលនឹងទទួលមរតកក្នុងភាសាអាំបលីគឺមិនអាចសារភាពថាជំពាក់អ្នកទទួលមរតកបានឡើយតែពេលដែលមនុស្សចិត្តស្លាប់ព្រោះថាអាចនឹងថាតែពេលគាត់ចាស់ទៅគាត់ចង់បានគាត់ចង់ឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកដែលទទួលមរតកអាចនឹងទទួលបានមរតកច្រើនជាងគេគាត់អាចនឹងកុហកគេថាគាត់ជំពាក់លុយអ្នកនោះច្រើនហើយអ្នកនោះនឹងទទួលមរតកផងទទួលបានលុយដែលអ៊ីក្ររថាដែលសារភាពដែលអ្នកស្លាប់បានសារភាពថាគាត់ជំពាក់ផងគឺទទួលបានច្រើនជាងគេក្នុងភាសាអាំបលីគឺមិនទទួលយកការសារភាពនោះឡើយដោយហើយតែដូចយើងអាននៅសិភៅ Dalail wal Isharat ខ្ញុំនៅតែមីយ៉ាគាត់យោបល់គាត់គឺទទួលយកបានបើសិនបើយើងមិនសង្ស័យថាគាត់កុហកនោះទេហើយវិយតហរតឡាអ៊ីលូសិតគីហើយនៅមានម៉ាសាឡាផ្សេងទៀតដែលមិនមាននៅក្នុងមនសូម៉ានេះដូចច្រើនគួរសមដែរ
ដោយ masala iqrar សារភាពពីសំណាក់នារីថាអ្នកណាម្នាក់ជាប្តីរបស់នាងនឹងអស់ធម្មរស័ព្ទ وصلى الله على محمد وعلى آله وصحبه وسلم